ការងារជួសជុលបញ្ហាស្ទះនេះគឺជាប្រភេទឡាបូលាងដៃទេប៉ុន្តែគាត់យកមកធ្វើជាស៊ីងសម្រាប់លាងចានដូច្នេះការកូនទឹកក៏ដូចជាការបាយអីតិចតួចក៏ធ្វើឲ្យវាងាយក្នុងការស្ទះដែរហើយស៊ូគាត់ទៅគាត់ថាអាសាស្ទះមែនទែនកន្លែងនេះដោយសារតែប្រព័ន្ធទៅយោគឺគេរត់តូចទេដោយសារគេកែធ្វើទៅជាស៊ីងលាងចានហើយក្នុងការជួសជុលបងប្អូនអាចជួសជុលដោយខ្លួនឯងបានបងប្អូនត្រូវតែមើលកន្លែងដែលយើងបហូរទឹកទៅកន្លែងដែលយើងបហូរទឹកទៅគឺយើងត្រូវឆែកមើលវាថាតើមានស្អីធ្លាក់ចូលនៅក្នុងនឹងអត់បានវាធ្វើឲ្យទឹកនឹងស្ទះអញ្ចឹងនេះអ្វីដែលខ្ញុំឆែកទៅឃើញថាមានស្លាបព្រាមានចង្កឹះនៅពេលដែលរបស់ទាំងអស់នេះធ្លាក់ទៅគឺធ្វើឲ្យការបាយដែលយើងបហូរចូលទៅវាស្អិតជាប់នៅក្នុងនោះអានឹងទឹកវាអត់ហូរទេបងប្អូនអាចឆែកមើលទៅខ្លួនឯងបានការងារនេះហើយបើបងប្អូនជួសជុលខ្លួនឯងអត់កើតទេអាចតាក់ទងប្រកាសក្រុមជាងយើងខ្ញុំបាន